រឿងដំបូងដែលនារីម្នាក់នេះធ្វើក្រោយគាត់បានសម្រេចដូរទូរស័ព្ទដៃរបស់គាត់ទៅជានាឡិកាក្មេងលេងវិធីនេះស្រីពូវែកនោះដោយរបស់គាត់បានការពីស្រីពូវែកបានដឹងដោយចៃដន្យថាគាត់មានប្រាក់ដល់ទៅ 8000 លានគាត់ក៏ធ្វើពុតជាកូនស្រីសិទ្ធិហើយបានអញ្ជើញបុគ្គលិកចូលរួមការដេញថ្លៃនឹងចាយវាយ៉ាងខ្ជិះខ្ជា 8000 លានតែនៅពេលស្រីពូវែកនោះទូទាត់ប្រាក់ទាំងអស់រួចនារីម្នាក់នោះបែរជាភ្ញាក់ពេលដឹងថាកន្លែងរបស់គាត់ត្រូវបានកាត់លុយអស់ 8000 លានមុននេះមានតែស្រីម្នាក់នោះទេដែលខ្ចីទូរស័ព្ទគាត់ប្រើទៅគាត់សង្ស័យថាស្រីនោះលួចដកលុយគាត់តែមិននឹកស្មានថាបែរជាត្រូវមិត្តរួមសើចចំអកឲ្យហើយនិយាយថាគាត់ច្រណែននឹងស្រីពូវែកបង្កាច់បង្ខូចចំណែកដើម្បីយកចិត្តស្រីពូវែកនោះមិនត្រឹមបង្ខំឲ្យគាត់សុំទោសស្រីម្នាក់នោះទេសុំបែកគ្នាជាមួយតបមកគាត់ក៏ត្រូវបានកូនចៅរបស់ស្រីពូវែកនោះរុញដួលបោកក្បាលរហូតដល់ចុងក្រោយស្លាប់បាត់បង់ជីវិតមុនពេលបាននឿផ្ទាល់ត្រជាក់ថាស្រីពូវែកនោះបានខ្លួនពិតជាបានលួចកាត់របស់គាត់មែនប៉ុន្តែគ្រប់យ៉ាងវាហួសពេលអស់ទៅហើយគាត់បានត្រឹមតែមិនអស់ចិត្តតែមិននឹកស្មានថាពិតជាមានភ្នែកបានកើតជាថ្មីថ្ងៃដែលស្រីផ្កាយអញ្ជើញមិត្តរួមការងារទៅការដេញថ្ងៃនោះពេលនេះមិត្តរួមការងារកំពុងស្រីផ្កាយអរគុណដែលនាងអញ្ជើញពួកគេទៅការដេញថ្លៃមានតែនាងម្នាក់គត់ដែលស្ងប់ស្ងាត់សម្លឹងមើលស្រីផ្កាយតែកំពុងសម្ដែងរកមិនព្រមយល់ព្រមភ្លាមឃើញបែបនេះស្រីផ្កាយក៏បង្ខំចិត្តដើរទៅអញ្ជើញឲ្យទៅជាមួយគ្នាបើគ្មាននាងទៅនាងក៏គ្មានពិធីបោកយកលុយរបស់នាងបានដែរពេលមិត្តប្រុសឃើញបែបនេះក៏ប្រញាប់មកជួយនិយាយបញ្ចុះបញ្ចូលឲ្យនាងឆាប់យល់ព្រមកុំឲ្យបែរជាមិនយកពេលនោះនាងដឹងថាមិត្តប្រុសបានប្រែចិត្តតាំងបន្ទាប់មកនាងក៏យល់ព្រមជាមួយស្រីម្នាក់នោះថាខ្ញុំនឹងទៅឲ្យបានបើមិនទៅតាចាំមើលអ្នកសម្ដែងរឿងល្អបានយ៉ាងម៉េចត្រីចប់នុយហើយឲ្យតែស្អែកនេះយកទូរស័ព្ទរបស់គាត់មកឲ្យប្រើរបស់នេះដើម្បីលួចលេខកូដនោះលុយដ៏ច្រើនសន្ធឹកទាំងអស់នេះបន្ទាប់មកស្រីម្នាក់នោះក៏នាំអ្នករាល់គ្នាទៅការដេញពេលហៀបនឹងចូលនាងក៏បានយកលេខទៅបន្ទប់ទឹកហើយបាត់ទៅយ៉ាងយូរមិនទាន់ត្រឡប់មកវិញចាប់ដើមធុញទ្រាន់នឹងនាងខាត់ពេលហើយថែមទាំងស្រីម្នាក់នោះឲ្យនាងចូលទៅម្នាក់ឯងទៅចុះប៉ុន្តែស្រីម្នាក់នោះបែរជាបដិសេធភ្លាមព្រោះតែមុននឹងចូលការត្រូវតែធ្វើការរកសម្បត្តិយ៉ាងតិច5លានសិននាងបើសិនជាមិនមកទេគ្មានលុយដើម្បីបន្លំចូលទៅល្អដែលចុងក្រោយនាងក៏បានត្រឡប់មកវិញស្រីម្នាក់នោះអស់ហើយនាំអ្នករាល់គ្នាទៅកាន់ច្រកចូលការដេញថ្លៃបន្ទាប់មកធ្វើពុតជាដកទូរស័ព្ទដើម្បីត្រៀមឆែកទ្រព្យសម្បត្តិហើយជាភ្ញាក់ផ្អើលថាទូរស័ព្ទអស់ថ្មបាត់ទៅហើយបន្ទាប់មកឆ្លៀតឱកាសសុំខ្ចីទូរស័ព្ទពីនាងមកប្រើស្រីស្អាតម្នាក់នោះរកចុះឡើងតែចុងក្រោយបែរជានិយាយថាទូរស័ព្ទកាបូបរបស់នាងក្នុងបន្ទប់ទឹកបាត់ទៅហើយធ្វើឲ្យអ្នកនោះស្លន់ស្លោភ្លាមតែនឹកស្មានមិនដល់ថាយកចិត្តទុកដាក់ហុចទូរស័ព្ទខ្លួនឲ្យទៅស្រីម្នាក់នោះប្រើឃើញបែបនេះស្រីម្នាក់ទទួលយកទូរស័ព្ទនោះមកហើយបន់ស្រន់ក្នុងចិត្តមានលុយ5លានក្នុងនោះទៅចុះបន្ទាប់មកក៏មិនភ្លេចរំលឹកឲ្យនាងទៅបុគ្គលិកឲ្យជួយរកទូរស័ព្ទវិញដែរព្រោះថាចំណាយបន្ទាប់ទៀតគឺត្រូវជាអ្នករ៉ាប់រងបន្ទាប់មកស្រីម្នាក់នោះក៏លុយចូលទៅក្នុងទូរស័ព្ទរបស់វីរុសរួចក៏ចាប់ផ្ដើមឆែកទ្រព្យសម្បត្តិតែអ្វីស្មានមិនដល់នោះគឺក្នុងទូរស័ព្ទមិត្តប្រុសជាមានលុយមែនមាន5លានស្រីអ្នកមានក៏បានឆ្លងកាត់ការត្រួតពិនិត្យទ្រព្យសម្បត្តិយ៉ាងរលូនរួចដែរយ៉ាងនាំអ្នករាល់គ្នាចូលទៅក្នុងកន្លែងដេញថ្លៃរាល់គ្នាស្រឡាំងកាំងនឹងភាពហឺហារបស់វាចំណែកមិត្តប្រុសក៏លួចសប្បាយចិត្តម្នាក់ឯងដោយគិតថាខ្លួននឹងអាចតោងស្រីអ្នកមានថ្មីម្នាក់នេះតែជាកូនស្រីសេដ្ឋីតែនឹកស្មានមិនដល់ថាស្រាប់តែគាត់ទទួលបានសារជូនដំណឹងដល់ប្រាក់ហើយក៏ស្លន់ស្លោពេល5លានរបស់គាត់ត្រូវបានគេផ្ទេរចេញអស់រួចគាត់ក៏ចាប់ផ្ដើមស្រីពូកៅបាយសួរថាតើអ្នកទើបលួចធ្វើអ្វីលើទូរស័ព្ទរបស់ខ្ញុំមែនទេស្រីពូកៅបាយក្រុមសារភាពឡើយរួចដើម្បីលួងចិត្តមិត្តប្រុសនាងក៏បាននិយាយយ៉ាងថាបន្តិចទៀតបើអ្នកពេញចិត្តក៏ដេញថ្លៃយកចុះអ្នកផ្សេងទៀតក៏ដូចគ្នាសរុបការចំណាយទាំងអស់ខ្ញុំឃើញបែបនេះមិត្តប្រុសក៏ឈប់ខ្វល់ខ្វាយរឿងបាត់បង់លុយ5លាននោះទៀតហើយថែមទាំងចង់តង់ស្រីម្នាក់នេះដើម្បីហក់លោតខ្លាយជាអ្នកមានរីម្នាក់ទៀតទៅកូនស្រីសេដ្ឋីពិតប្រាកដនាងមើលទៅកាន់មិត្តដែលមានទឹកមុខចង់តើយលួចសាយក្នុងចិត្តរួចក៏ដើរចូលក្នុងកម្មវិធីយ៉ាងស្ទាត់ជំនួយអង្គុយចុះនៅកន្លែងដែលគាត់ធ្លាប់អង្គុយតែពេលកូនចៅឃើញក៏ចង់ទាញស្រីម្នាក់នោះឲ្យក្រោកឡើងហើយប្រាប់ថានេះជាកន្លែងរបស់ស្រីម្នាក់នេះហើយដូចនោះក្រីក្រដូចអ្នកមិនសមនឹងអង្គុយទីនេះតែស្រីម្នាក់នោះបែរជាបង្ហាញទៅស្រីម្នាក់នៅកន្លែងមួយដែលល្អមានតែទីនោះទេទើបស័ក្តិសមនឹងឋានៈរបស់អ្នកបំផុតមានតែអ្នកដែលមានកិត្តិយសនឹងមានសមត្ថភាពបំផុតទើបអាចនៅកន្លែងបានស្រីម្នាក់គេបញ្ចូលរហូតដល់វង្វេងវង្វាន់អស់ហើយមិនខ្វល់ពីអ្នកណាដើរទៅអង្គុយនៅសាឡុងខាងមុខតែស្រាប់តែអ្នកគ្រប់គ្រងឃើញដេញចេញភ្លាមហើយប្រាប់ស្រីម្នាក់នោះថានេះជាកន្លែងពិសេសមិនអាចអង្គុយផ្ទះផ្ដាស់តែបែរជាត្រូវស្រីម្នាក់នោះផ្ទះកំភ្លៀងមួយដែរនាងអាងថាមានលុយ 8000 លានក្នុងកន្លែងក៏មានអំណួលរហូតដល់មិនទុកអ្នកគ្រប់គ្រងខ្សែភ្នែកហើយថែមទាំងជេរប្រមាថរួចក៏អង្គុយដេញថ្លៃបន្តទៀតយ៉ាវដើម្បីបង្ហាញពីទ្រព្យសម្បត្តិរបស់ខ្លួននាងបានដេញថ្លៃខ្ពស់ខ្លាំងណាស់តែបែរជាត្រូវអ្នកមានធំនៅទីនោះមើងងាយនឹងសើចចំអកថានាងគ្រាន់តែជាអ្នកមានថ្មីតែមិនដឹងថ្មី change genius មិនត្រឹមតែបែរជាកាន់តែក្រអិនមើងងាយអ្នកធំមិនដែលស្គាល់ពិភពខាងក្រៅថែមទាំងអះអាងទៀតថារករបស់ដែលគាត់ចង់ទិញបើមានអ្នកណាហ៊ានដេញថ្លៃប្រជែង10លានភ្លាមឃើញបែបនេះនារីម្នាក់ពេញចិត្តនឹងចរិតអួតរបស់ King Genius ខ្លាំងណាស់ឡើងកាន់តែខ្ពស់ធ្លាក់កាន់តែគាត់បានត្រឹមឈរមើលស្រីពូកៅបាយយកម្នាក់នោះទិញមិនឈប់រហូតដល់ប្រាក់ 8000 លានបន្ទាប់មកអ្នកចាត់យកទំនិញមកឲ្យនារីម្នាក់នោះធ្វើការទូទាត់ប្រាក់នាងធ្វើពុតជាស្ងប់ស្ងាត់ដើម្បីពន្យាពេលព្រោះទូរស័ព្ទរបស់គាត់នៅរកមិនទាន់ឃើញសំណាងល្អបុគ្គលិកបានយកកាបូបរបស់គាត់មកប្រគល់ឲ្យវិញភ្លាមឃើញបែបនេះនាងទៅឆក់យកកាបូបនោះរួចយកលេខថាទូរស័ព្ទអស់ថ្មហើយសុំពីនារីម្នាក់ទៀតដោយប្រាប់ថាចង់ទេទៅផ្នែកហិរញ្ញឲ្យទេលុយមកឲ្យគាត់ឬបែបនេះនាងក៏យកព្រមភ្លាមចាស់សោបានតើអ្នកអាចខ្ចីបានខ្ញុំមិនចង់បានទេយករបស់ផ្សេងវិញទៅ